ដោយក្តីគោរពនិងរាប់អានពីខ្ញុំបាទសម្រាប់ប្រធានបដិភូគណៈបព្វជិចម្ពេចមួយខែកន្លងនេះខ្ញុំមានទស្សនៈទានលើកជូនប្រមុខរាជរដ្ឋាភិបាលចំនួន3ទី1បន្ទាប់ពីខ្ញុំបានឃើញព័ត៌មានតាក់ទងទៅនឹងប្រជាពលរដ្ឋកើតមហារាជ4ម៉ោងស្លាប់មួយវាជារឿងមួយដែលរន្ធត់បន្ទាប់ពីការប្រកាសរបស់ក្រសួងហើយរហូតដល់លោកបញ្ជាក់ថាមួយឆ្នាំអាចស្លាប់ស្មើនឹងមួយខែបៃលិនចំនួនប្រជាពលរដ្ឋនៅត្រង់ចំណុចនេះខ្ញុំក៏បានសួរទៅដល់ចាស់ទុំដែលគាត់ធ្លាប់កើតនៅរបបសម័យសង្គមរាស្ត្រនិយមខ្ញុំមិនអាចសួរដល់សម័យអង្គរទេខ្ញុំក៏ត្រូវបានសួរថាតើនៅសម័យសង្គមរាស្ត្រនិយមតើលោកតារស់នៅរបៀបម៉េចលោកបានមានប្រសាសន៍ថាបន្លែធម្មជាតិត្រីសាច់ចាប់ក្នុងបឹងខ្លួនឯងត្រង់ចំណុចនេះខ្ញុំជឿជាក់ថាថ្មីគិតទៅប្រហែលជាម្ដុំ50ឆ្នាំនេះមានន័យថាខ្មែរអាចធ្វើបានខ្ញុំឃើញប្រមុខរាជរដ្ឋាភិបាលពិតជាខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាច្រើនខ្ញុំសូមការសរសើរយ៉ាងសកម្មនៅក្នុងនោះខ្ញុំក៏មើលឃើញចំណុចខ្វះខាតដ៏តូចមួយក្នុងនាមប្រតិភូគណៈបព្វជិចម្ពេចយើងខ្ញុំក៏សូមជូនតាក់ទងនឹងមន្ត្រីកសិកម្មឃុំសូមជំរាបអាយដាមលោកជំទាវនៅទីនេះថាហេតុអីបានខ្ញុំលើកយកចំណុចនេះពីព្រោះខ្ញុំឃើញថាបើយើងគ្រប់គ្រងមន្ត្រីឃុំកសិកម្មឃុំបានល្អជួយកសិករយើងបានច្រើនខ្ញុំនិយាយតែមួយទេខ្ញុំមិនមានយោបល់ថាប្រមុខរាជរដ្ឋាភិបាលមានសមត្ថភាពដើម្បីគ្រប់គ្រងឬអសមត្ថភាពគ្រប់គ្រងទេខ្ញុំគ្រាន់តែជូនយោបល់ជូនជាទស្សនៈទានសូមឧទាហរណ៍ពេទ្យគន្ធបុប្ផាមួយឯកឧត្តមលោកជំទាវឃើញពេទ្យខ្មែរទាំងអស់រហូតដល់គេប្រសិទ្ធនាមពេទ្យគន្ធបុប្ផាជាពេទ្យទេវតាមូលហេតុអីបានតែដូររបៀបគ្រប់គ្រងដូចគ្នាមន្ត្រីកសិកម្មឃុំខ្ញុំមើលឃើញថាល្អខ្ញុំចង់ជូនទស្សនៈទានថាតើអាចឲ្យអ្នកដែលគេជំនាញខាងកសិកម្មនឹងតែម្ដងដាក់ទិសដៅឲ្យបានច្បាស់ថាមន្ត្រីកសិកម្មឃុំនេះចង់បានអីពីគាត់ហើយផ្ដោតសំខាន់ទៅលើលទ្ធផលហើយមន្ត្រីរដ្ឋាភិបាលរបស់យើងដែលនេះមើលតែលទ្ធផលនិងដំណើរការកុំឲ្យប្រឆាចពីគោលនយោបាយរដ្ឋាភិបាលខ្ញុំគិតថារឿងនេះមួយជារឿងល្អដែលខ្ញុំចង់ជូនជាទស្សនៈទានជូនប្រមុខនាយករដ្ឋាភិបាលសូមអរគុណសម្រាប់ទស្សនៈទានទី1ខ្ញុំចង់ចូលទៅដល់